ខ្ញុំសូមសម្ដែងអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះនិងសូមជូនពរមហាបវរប្រសើរជូនរដ្ឋាភិបាលនិងប្រជាជនចិនជាមិត្តចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ1958ទំនាក់ទំនងមិត្តភាពកម្ពុជាចិនត្រូវបានពូនជុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃជំនាន់ក្រោយនៃប្រទេសទាំងពីរកំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈររហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាមិត្តដៃថែឆ្នាំ2025នេះជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជាចិនទី1ជាខួប15ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនទី2ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្ការបស់ឯកឧត្តមប្រធានាធិបតីស៊ីជីនពីងនៅកម្ពុជាកាលពីខែមេសាកន្លងទៅទី3រាជទស្សនកិច្ចរបស់ព្រះករុណាជីវិតលើភោនៅប្រទេសចិននាដើមខែកញ្ញាទី4សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការអាស៊ានហើយនៅទីក្រុងធៀនជិនកាលពីចុងខែសីហាកន្លងទៅទី5ជាឆ្នាំទេសចរកម្ពុជាចិនក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីស៊ីជីនពីងទីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មីទៅដល់កម្រិតថ្មីមួយទៀតគឺសម្រាប់គ្រប់រដូវកាលកម្ពុជាបានភ្ជាប់គោលនយោបាយចិនមួយចាត់ទុកបញ្ហាហុងកុងតៃវ៉ាន់ទីបេស៊ីជៀងជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន